ប្រេងដូងម្ដបនេះច្នៃលុយអស់ត្រឹមតែ8,000តែប៉ុណ្ណោះនេះគឺជាប្រេងដូងក្តៅដែលបងប្អូនតែងតែសនំពរខ្ញុំធ្វើឥឡូវនេះខ្ញុំធ្វើជូតមកតាគ្នាមើលតែម្ដងណាវិធីធ្វើគឺអត់ពិបាកទេប្រេងដូងក្តៅនេះធ្វើសម្រាប់លាបស្បែកសម្រាប់លាបសរសៃសក់มันអាចយកទៅញ៉ាំបានទេណាបងប្អូនសម្រាប់ប្រេងដូងក្តៅមុនដំបូងគឺខ្ញុំពឹងមកទឹកឲ្យគាត់ទៅទិញជាមួយនឹងដូងឲ្យខ្ញុំ1គីឡូសម្រាប់ដូងគឺបងប្អូនទិញឲ្យគេកោសហើយគេពូតទឹកឲ្យហើយហ្មងណាសម្រាប់ដូងមកបានដូងទុំល្អខ្លាំងណាបងប្អូនពេលដែលយើងយកមកចម្រាញ់ធ្វើប្រេងមិនថាប្រេងដូងត្រជាក់ឬក៏ប្រេងដូងក្តៅគឺចេញល្អខ្លាំងណាសម្រាប់ខ្ញុំផ្ទាល់តាណាទិញបន្លែទិញម្ហូបទិញអីហ្នឹងខ្ញុំមិនដែរទៅទេបងប្អូនអើយតែគ្រូសាខ្ញុំនឹងទឹកនេះគាត់ទៅទិញឲ្យរហូតចាដូង1គីឡូហ្នឹងបានខ្ទិះប៉ុណ្ណឹងយកតែខ្ទិះដើមទេបងប្អូនអត់យកអាខ្ទិះចុងទេណាយកខ្ទិះដើមងាយស្រួលយើងយកមកចម្រាញ់ឆាប់បានប្រេងអត់ចំណាយពេលយូរខ្លាំងទៅចាក់ដាក់ឆ្នាំងហើយគឺយើងរងាស់យូរដែរបងប្អូនតោះនេះឲ្យត្រូវការកូរធ្វើការកូរឲ្យញឹកបន្តិចក្នុងហ្នឹងដោយសារតែខ្ញុំលពលខ្ញុំឆ្លៀតទៅរៀបចំអវ៉ាន់ជូនមួយផងខ្ញុំដាក់រងាស់ចោលនឹងអញ្ចឹងរៀងខ្លោចបានបន្តិចតែអត់អីទេយើងប្រើបានគ្រាន់តែថាបើសិនជាបងប្អូនទាំងអស់គ្នាចង់បានប្រេងថ្លាល្អកុំទុកឲ្យយូរដូចខ្ញុំពេកបងប្អូនកូរធ្វើយ៉ាងណាឲ្យជាប់បាតឥឡូវខ្ញុំបដូរឆ្នាំងដើម្បីកុំឲ្យប្រេងហ្នឹងឡើងក្រហមណាដោយសារបាតខ្លោចឲ្យបងប្អូនអញ្ចឹងហើយខ្ញុំត្រូវដូរឆ្នាំងមួយដល់វីដេអូតទៀតខ្ញុំសូមបង្ហាញបន្តិចសម្រាប់ស្បែកមុខខ្ញុំពីមុនមកខ្ញុំម្នាក់ដែលធ្លាប់ជួបគ្រប់បញ្ហាទាំងអស់មុនស្នាមជាំអាចរយរងស្ងួតជួបគ្រប់បញ្ហាស្បែកមុខទាំងអស់ហើយខ្ញុំចូលចិត្តប្រើរបស់ធម្មជាតិដូច្នេះហើយទើបធ្វើឲ្យខ្ញុំតែងតែយកគ្រឿងផ្សំធម្មជាតិយកមកសាកល្បងសាកប្រើដោយខ្លួនឯងបានផលទទួលបានស្បែកមុខស្អាតទើបហ៊ានចែកចាយទៅដល់បងប្អូនទាំងអស់គ្នាហើយដោយសារ៉ូវីតាមីនចម្រុះនេះនៅជាមួយខ្ញុំច្រើនឆ្នាំហើយជាផលិតផលដែលលាបឲ្យធ្វើឲ្យស្បែកមុខតឹងភ្លឺថ្លាម៉ត់អលងជួយការលាបលេឲ្យមានសុខភាពកាន់តែខ្ពស់ពេលព្រឹកឡើងខ្ញុំលាបសារ៉ូវីតាមីនចម្រុះខ្ញុំលាប collagen cream ជួយផ្ដល់សំណើមមុខជួយផ្ដល់ collagen ដល់ស្បែកមុខធ្វើឲ្យស្បែកមុខក្មេងស្ទេពទី3ខ្ញុំលាបជាមួយនឹងលេការពារក្តៅថ្ងៃជប់ឡើងខ្ញុំលាបសារ៉ូបដោះកោសិកាហើយនិង collagen cream ពេលយប់ខ្ញុំលាបតែ2មុខទេប៉ុន្តែពេលថ្ងៃខ្ញុំលាប3មុខចូលគ្នាបើទោះជាខ្ញុំចង់ make up អីតិចតួចពីលើមកក៏ធ្វើ make up ខ្ញុំជាប់បានយូរចូលល្អដែរលេការពារក្តៅថ្ងៃមាន UV ការពារខ្ពស់លាបភ្លាមមុខចាំងគីឡូភ្លាមដល់សំណើមអត់ធ្វើឲ្យស្ទះរញញើសអត់ធ្វើឲ្យមុខស្ងួតទេខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំមានផលិតផលនៅក្នុងដៃដែលមានគុណភាពស្អាតទាំងខ្លួនឯងស្អាតទាំងបងប្អូនដែលបានប្រើប្រាស់ហើយបើកន្លែងនេះវិញបងប្អូនមើលដូចអីអត់បងប្អូនទាំងអស់គ្នាដោយអាសាច់ច្រាមបងប្អូនអាសាច់ច្រាមតែជ្រូកច្រាមយើងយកមកឆាយកមកចៀនអីដូចយើងកំពុងតែបំពងសាច់ជ្រូកច្រាមអញ្ចឹងតំណងខ្លាំងមែនតើហ្មងហើយយកវាឈ្ងុយបងប្អូនឈ្ងុយដល់ផ្ទះ2ផ្ទះ3ដូងតែ1គីឡូ8,000ទេបងប្អូនអើយចម្រាញ់បានប្រេងច្រើនណាស់ក៏ផ្លេចសាកធ្វើខ្ញុំបញ្ជាក់ទៀតសម្រាប់ប្រេងដូងក្តៅនេះគឺធ្វើសម្រាប់លាបស្បែកសម្រាប់លាបសក់យកទៅលាយមកធ្វើស្ក្រាប់អីបានប៉ុន្តែអត់អាចយកទៅញ៉ាំបានទេតិចច្រឡំធ្វើប្រេងដូងក្តៅហើយឃើញឈ្ងុយយកទៅញ៉ាំអត់បានទេណាបងប្អូនអត់ល្អសម្រាប់សុខភាពទេដោយសារវាឆ្លងកាត់កម្ដៅខ្លាំងមែនតើបន្ទាប់ពីទុកឲ្យត្រជាក់ហើយយកមកច្រោះបែបនេះមកបងប្អូនទាំងអស់គ្នាពេលច្រោះហ្នឹងក៏ភ្លេចដាក់กระดาษជូតមាត់ដែលអត់សូវហុយដាក់ត្រង់អញ្ចឹងផងដើម្បីការពារកុំឲ្យវាដល់កបានមកកណោបងប្អូនអើយប៉ុន្តែប្រេងអត់សូវថ្លាទេខ្ញុំអត់បានកោបងប្អូនឥឡូវខ្ញុំយកដបប្រេងសង្វាយកមកដាក់ដោយសារតែខ្ញុំអត់មានដបតិចច្រឡំថាប្រេងសង្វា collagen អីមែនទេបងប្អូនប្រេងដូងក្តៅទេពណ៌ក៏ស្តៀងប្រេងសង្វាដែរតែនិយាយពីគុណភាពគឺខុសគ្នាបងប្អូនអាចរៀនធ្វើដោយខ្លួនឯងបានច្នៃលុយតិចហើយទទួលបានផលច្រើនបងប្អូនប្រេងដូងក្តៅនេះវាមានអត្ថប្រយោជន៍ច្រើនដែរជំនួយស្បែករបស់យើងគ្រាន់តែថាវាអត់ដូចប្រេងដូងត្រជាក់ដោយសារប្រេងដូងត្រជាក់ចម្រាញ់បែបត្រជាក់មានវីតាមីនច្រើនវីតាមីនវាអត់បាត់បង់ទេបងប្អូនប្រេងដូងហ្នឹងក៏មានវីតាមីន E នៅក្នុងហ្នឹងដែរណាអញ្ចឹងបងប្អូនដែលចង់ធ្វើលាបស្បែកបងប្អូនអាចសាកធ្វើបានណាគ្រាន់តែថាទោះយ៉ាងណាក៏យើងប្រើប្រាស់ទៅសុវត្ថិភាពយើងទទួលបាននៅប្រសិទ្ធភាពខ្ពស់ដែរដោយសារប្រេងធម្មជាតិរបស់យើងបងប្អូនប្រេងដូងហ្នឹងសិតតែផលិតផលធម្មជាតិហើយអញ្ចឹងពេលដែលយើងលាបប្រេងហើយយើងមកលាបលេទៀតទៅធ្វើឲ្យលាបលេកាន់តែចូលល្អបងប្អូនស្រាប់លេលើខ្លួនជូរីនេះបងប្អូនលាបមិនបាច់លាបប្រេងក៏ចូលល្អដែរប៉ុន្តែពេលដែលយើងបានលាបប្រេងពីក្រោមហើយលាបលេពីលើទៀតមកធ្វើឲ្យលាបកាន់តែចូលលឿនខ្លាំងមែនតើបងប្អូនហើយនិយាយពីសាច់លេគ្រាន់តែដាក់ចូលស្បែកឡើងតែជាក់ស្របដូចតកអញ្ចឹងងាយស្រួលលាបស្រាស្បែកស្រស់ទន់លាបចូលស្បែកបានលឿនដល់សំណើមដល់ស្បែកជួយស្បែកយើងសពិតលាបភ្លាមឃើញស្បែកយើងសមកទឹកទៀតប៉ុន្តែមិនមែនជាលេបឆៅទេណាកាន់តែលាបស្បែកយើងកាន់តែសមកទឹកទៀតសម្បូរទៅដោយសារធាតុចិញ្ចឹមបើសិនជាបងប្អូនបានលាបផ្គប់ជាមួយនឹងប្រេងសង្វា collagen កាន់តែល្អបងប្អូនដែលគាត់អានប្រើលេខ្ញុំហើយដែលគាត់និយាយថាមិនបានធូរថ្លៃម៉េចហើយបើនិយាយពីគុណភាពលើសពីតម្លៃខ្លាំងមែនតើហើយបើបានប្រើជាឈុតបែបនេះដឹងតែឆ្លាញ់ស្បែកខ្លួនឯងខ្លាំងមក